ស្ត្រីម្នាក់តែងប្រាថ្នាចង់រួមរស់ជាមួយស្វាមីរហូតដល់តែនៅពេលក្តីសង្ឃឹមត្រូវរលាយសាបសូន្យអស់ទាំងស្រុងតែសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងនាងគិតថាការរួមចំណែកក្នុងអំណាចរាជវង្សប្រហែលជាធ្វើឲ្យស្វាមីរំភើបបីស្លាប់ក៏អាចនៅជាមួយគេដើម្បីបន្តនិស្ស័យតែមិនតាន់ចប់ពេលវិញ្ញាណនាងអណ្ដែតមកដល់វិមានមេតបវិញប៉ុន្តែទិដ្ឋភាពនៅចំពោះមុខបានធ្វើឲ្យស្លុតជាខ្លាំងស្វាមីមិនត្រឹមតែរស់នៅយ៉ាងសុខសប្បាយថែមទាំងបានក្បត់នាងយ៉ាងសាហាវដោយរៀបការយ៉ាងអធិកអធមយកប្រពន្ធចុងចូលពុកម្ដាយក្មេកឃើញទិដ្ឋភាពនេះទឹកមុខពោពេញដោយស្នាមញញឹមចំពោះការស្លាប់របស់នាងពួកគេមានការសោកស្ដាយសូម្បីតែរហូតដល់ពេលនេះទើបស្ត្រីឃើញយ៉ាងច្បាស់នៅធាតុពិតរបស់គ្រួសារស្វាមីក៏យល់ពីមូលហេតុដែលរៀបការជាមួយនាងគឺគ្រាន់តែយកថ្លៃបណ្ណាការរបស់នាងលេងមានតម្លៃសម្រាប់គេនឹងរកគ្រប់វិធីដើម្បីបោះបង់នាងចោលគ្រួសារនេះម្នាក់មានទឹកមុខរីករាយបែបនេះនាងក្នុងចិត្តជឿចាប់ខ្លាំងបំផុតនាងស្បត់ថាបើអាចត្រឡប់ឲ្យពួកគេសងមកវិញហើយជីស៊ូហ៊ីអាណិតមេត្តាជោគវាសនារបស់ស្ត្រីបានកើតជាថ្មីហើយត្រឡប់ទៅរកស្វាមីថ្ងៃដែលគេខ្លាញ់ធ្វើជាស្លាប់យ៉ាងច្បាស់ថានៅក្នុងឈូគ្មានមនុស្សសំបីតែនាងមិនបានលាតត្រដាងការកុហកនេះឡើយទៅវិញនាងបានចូលរួមសម្ដែងជាមួយពួកគេធ្វើពុតកាន់ទុកឲ្យស្វាមីនៅពេលនេះអ្នករាល់គ្នាគិតថាស្ត្រីម្នាក់នេះល្ងងខ្លាំងណាស់ប៉ុន្តែដើម្បីឲ្យគ្រួសាររបស់ស្វាមីស្ត្រីរូបនេះបានធ្វើពុតជាមិនដឹងអ្វីពិធីបុណ្យសពឲ្យបានអធិកអធមបំផុតរឿងនេះបានលេចជាយ៉ាងឆាប់រហ័សទៅដល់ពេញរាជសភាទាំងមូលព្រះរាជាទ្រង់នឹកដល់វ៉ាងគូដែលជាមេតបការពីព្រំដែនបានសាងស្នាដៃជាច្រើនគុណសម្បត្តិដ៏បានប្រទានយស័ក្តិជាចាំងស៊ីហើយនឹងអនុញ្ញាតឲ្យតម្កល់ព្រះវិហារបុកបុរសក្រោយពីនេះព្រះអង្គក៏បានប្រទានដីធ្លីដ៏មានជីជាតិរាប់រយហិកតានិងមាសដើម្បីជាកិត្តិយសដល់គ្រួសារមេតបសំណងរបស់មេតបគ្រួសារនោះហ៊ីដំណឹងនេះក៏នាំគ្នាលួចអបអរស្មានថាឧបាយក៏ពួកគេចិត្តនឹងបានសម្រេចហើយតែស្ត្រីម្នាក់នោះមិនងាយឲ្យពួកគេបានសម្រេចបំណងទេនាងហាក់សម្ដែងការដឹងគុណចំពោះរង្វាន់របស់ព្រះរាជាបានបដិសេធដោយសម្រុំនៅរាល់ការប្រទានមេតបបានលីចាក់លោកដោយគ្មានកូនចៅម្នាក់ដើម្បីបន្តស្នងតំណែងឡើយសូមទ្រង់ដកយស័ក្តិវិញចុះសកម្មភាពដែលកើតឡើងភ្លាមនេះធ្វើឲ្យអ្នកមានវត្តមានទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងណាម្នាក់ស្មានដល់ថានាងនឹងធ្វើបែបនេះឡើយខណៈនោះស្រីបម្រើដែលធ្លាប់ញុះញង់ឲ្យនាងសម្លាប់ខ្លួនអ្នកនោះសភាពបែបនេះក៏ប្រញាប់ចូលរាំងលោកស្រីកុំអីលោកស្រីនិយាយទាំងពុតត្បិតថាលោកមេតបប្រយុទ្ធបដូរជីវិតនៅសមរភូមិនៅរង្វាន់ទាំងនេះសុទ្ធតែដោះដូរមកដោយជីវិតតើអាចនិយាយថាមិនចង់បានក៏មិនយកទាំងនេះបានយ៉ាងម៉េចនាងមិនបានបម្រើឡើយតែបែរជាលើកនាងមួយដៃភ្លាមតើលោកស្រីចាត់ចែងរង្វាន់របស់ព្រះចៅអធិរាជយ៉ាងណានោះវាមិនដល់វេនអ្នកបម្រើតូចតាចដូចជាឯងមកចិត្តតែឋានៈជាអ្នកក្រមបង្គាប់នាងក៏មិនហ៊ាននិយាយអ្វីបន្តទៀតដែរក្នុងចិត្តគិតតែពីចង់ប្រញាប់យករឿងនេះទៅប្រាប់លោកម្ចាស់ស្រីម្ចាស់ចាស់ពេលលោកស្រីបានបាយ៉ាងខ្លាំងហើយបានសម្រុកចូលក្នុងបន្ទប់របស់នាងដើម្បីសួរដេញដល់ទោសគាត់បានស្ដីបន្ទោសថាហេតុអ្វីបានជាបដិសេធរង្វាន់ពីព្រះមហាក្សត្រក៏យកភ្លាមថាតាមពិតគ្រូសាខាងប្តីដឹងថាទ្រង់នឹងប្រទានរង្វាន់ពួកគេមានបំណងរៀបចំអន្ទាក់ទុកឲ្យនាងធ្លាក់ចូលដល់ចាំនាងស្លាប់ទៅរួចហើយដណ្ដើមយកតាមសម្រួលនៅរាល់ទ្រព្យបណ្ណាការរបស់នាងធ្វើជាកម្មសម្បីកុំឲ្យម្ដាយក្មេកមានការសង្ស័យរូបនោះក៏ប្រញាប់ធ្វើពុតធ្វើជាគួរឲ្យអាណិតហើយក៏យំចេញមកដោយអះអាងថាលោកខុនហៅមិនដែរខ្វល់ខ្វាយពីគ្រឿងអលង្ការដែលជារបស់ស្វាមីដែលកំពុងរងទុក្ខនៅតាមព្រំដែនអ្វីដែលគាត់តែងតែនឹកគិតអ្នកដែលរួមសុខរួមទុក្ខជាលើនេះពួកទាហាននឹងយកទ្រព្យសម្បត្តិក្រៅខ្លួនទាំងអស់ស្ថិតក្រោមអំណាចស្ដេចប្រហែលជានឹងមានអារម្មណ៍ស្កប់ស្កល់ក្នុងស្រីចាស់ក្រោយពីបានស្ដាប់សម្ដីទាំងនេះហើយក៏រកពីយាយតបមិនចេញឡើយក៏បញ្ជាឲ្យនាងរកពេលសំស្របចូលក្នុងវាំងលុយកាក់ទ្រព្យសម្បត្តិអាចមិនយកតែត្រូវតែអង្វរព្រះរាជាដើម្បីសុំយកគោរមងារមកវិញប៉ុន្តែគោរមងារនោះឯងជួយអង្វរព្រះរាជាឲ្យអស់ពីចិត្តម្ដងទៀតទៅឮពាក្យសម្ដីនេះធ្វើឲ្យនាងនឹកឃើញដល់រឿងរ៉ាវពីជាតិមុនដែលគ្រូសាខាងបានយកយុទ្ធធម៌ឲ្យនាងដែលបានស្លាប់ទៅត្រូវប្តីរបស់នាងបង្កាច់បង្ខូចពីបទខុបខិតក្បត់ជាតិចុងក្រោយគាត់ក៏បានដាច់ចិត្តសម្លាប់មនុស្សនៅក្នុងគ្រួសារនាងចំទាំងបានដុតកំទេចភូមិគ្រឹះគ្រួសារនាងចោលទៀតនាងក៏នឹងឲ្យគ្រួសារដ៏ពីស្ពលមួយនេះស្គាល់រសជាតិការឈឺចាប់តែនាងធ្លាប់បានរងទុក្ខម្ដាយរបស់ខ្ញុំឈឺហើយអ្នកម៉ែសុខភាពមិនសូវល្អទេប្រញាប់ត្រឡប់ទៅសម្រាប់វិញទៅកូនប្រសាប្រញាប់ទៅសារបុណ្យទៅចំណែកឯស្វាមីដែលមិនដឹងរឿងអ្វីសោះតែទន្ទឹងរង់ចាំយ៉ាងអត់ស្នេហាថ្មីរបស់ខ្លួនក្នុងចិត្តថែមទាំងគិតទុកថាពិធីបុណ្យសពបញ្ចប់អាចរំដោះខ្លួនឲ្យផុតពីស្រីម្នាក់នោះហើយនៅជារៀងរហូតដួងចិត្តប៉ុន្តែម្នាក់ស្រីនោះមិនត្រឹមតែឲ្យនាងទទួលបានគម្ពីរតាមបំណងត្រូវធ្វើឲ្យនាងជួបវាសនាគ្រួសាររលាយរលត់ថែមទៀតមិនយូរប៉ុន្មានក៏ដល់ថ្ងៃដង្ហែសមកដល់ស្ត្រីនោះធ្វើពុតជាមានទុកសោកសៅជាពន់ពេកចំណែកម្ដាយក្មេកក៏នៅក្បែរនោះយំធ្វើពុតជាអាណិតអាសូរលុះពេលដែលគ្រប់គ្នាត្រឡប់ទៅអស់ហើយក្មេកក៏ប្រញាប់ហៅស្រីបំរើក្បែរខ្លួនហើយលួចផ្ដាំផ្ញើថាកុំភ្លេចបន្ថែមភ្លើងផងដើម្បីលបួងឲ្យនាងសម្លាប់ខ្លួនលោកយាយម្ចាស់គុំបារម្ភអីអ្នកស្រីទី2អ្នកស្រីនិងលោកមេតបតាំងពីដើមមកស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នាណាស់ឥឡូវពេលលោកមេតបត្រូវបានបញ្ចុះសពអ្នកស្រីទី2នឹងមានការជឿចាប់យ៉ាងខ្លាំងប្រកាសជានឹងទៅតាមលោកមេតបទៅជាមួយគ្នាជាមិនខានអ្នកបម្រើក៏ធ្វើតាមដែរពេលមឈូសទើបតែបញ្ចុះក្នុងដីក៏ធ្វើពុតជាចាប់ដើមយំសោកយ៉ាងខ្លាំងក្លាគោលបំណងគឺចង់លបួងឲ្យនាងសម្លាប់ខ្លួនតាមដោយក្តីស្រឡាញ់ស្ត្រីម្នាក់នេះយល់ច្បាស់ក្នុងចិត្តមុននាងគ្រាន់តែជាអ្នកដ៏រំជួលចិត្តទាំងបានខ្លាយជាចម្បាំងចុងក្រោយតែធ្វើឲ្យនាងទ្រាំលែងហើយសម្រេចចិត្តស្លាប់តាមស្នេហាប៉ុន្តែពេលនេះក្នុងចិត្តរបស់នាងក៏មានអារម្មណ៍ចម្លែកខ្លាំងដែរជាក់ស្ដែងកាលពីជាតិមុននាងនឹងលោកមេតបធ្លាប់ជួបគ្នាត្រឹមតែប៉ុន្មានដងហើយអ្វីក៏គាត់មានមនោសញ្ចេតនាជ្រាលជ្រៅចំពោះនាងខ្លាំងបែបនេះសុខចិត្តស្លាប់ពោជាស្នេហ៍ដើម្បីនាងមកទៀតនៅត្រង់ដើមទ្រូងរបស់នាងការជឿជាតិមួយរំពេចបន្ទាប់មកនាងក៏លែងអាចគ្រប់គ្រងបានធ្លាក់ចូលក្នុងពេលនាងឃើញស្វាមីកំពុងញឹមយ៉ាងស្រស់តាសម្ដៅមករកនាងប៉ុន្តែពេលដែលឃើញទិដ្ឋភាពនេះក្នុងចិត្តនាងស្រាប់តែមានអារម្មណ៍មួយយ៉ាងខ្លាំងក្លានៃភាពមិនស្មោះត្រង់ប្រញាប់ប្រេះទេសំចិញ្ញៈចុងក្រោយដែលនៅសល់ដើម្បីឯងមួយទំហឹងភាពជឿចាប់បានធ្វើឲ្យនាងភ្លាមបានភ្ញាក់ដឹងខ្លួនឡើងពេលនោះនារីម្នាក់នោះទើបចាប់ដើមមានប្រតិកម្មតាមពិតទៅទៀននៅលើបានគេលីសារធាតុធ្វើឲ្យមានការផ្លន់ច្រឡំបំណងឲ្យនាងធ្លាក់ក្នុងភាពពមើមីហើយចុងក្រោយក៏ស្ម័គ្រចិត្តស្លាប់តាមប្តីបន្ទាប់មកនាងក៏បានធ្វើពុតជាដេញអ្នកបម្រើនៅជុំវិញចោលប្រាប់ថាចង់នៅជាមួយប្តីតែម្នាក់ឯងមួយសន្ទុះការពិតគឺដើម្បីបញ្ឆោតអ្នកបម្រើឲ្យបង្ហាញមុខមាត់ពិតរបស់នាងបន្ទាប់ពីគ្រប់គ្នាបានចេញទៅអស់អ្នកបម្រើស្រីពិតជាលួចពួននៅជ្រុងដើម្បីលួចឃ្លាំមើលនាងនៅពេលឃើញថាស្ត្រីនោះពិតជានៅម្នាក់ឯងក្នុងសារបុណ្យសពនាងចាក់ចេញទៅទាំងពេញចិត្តតែនាងមិននឹកស្មានថារបស់អ្នកបម្រើម្នាក់នេះកំពុងតែរុញច្រានខ្លួនឯងបន្តិចម្ដងជ្រុះនៃសេចក្តីស្លាប់